ជំរាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាចឹងវីដេអូនេះខ្ញុំនឹងធ្វើអំពីការនិយាយទៅលើផាយចឹងខ្ញុំមាននេះមួយចំនួនខ្វែមិនមួយចំនួននេះជាខ្វែមិនអានេះការលោកគ្រូគាត់ឲ្យធ្វើតែ3ទេតែអានេះខ្ញុំទុកវាធ្វើជា script ហើយក៏ create file តាមនឹងក៏បានដែរចឹងខ្ញុំបាន remote ASX ទៅកាន់ Linux របស់ខ្ញុំអីចឹងខ្ញុំបើកចេះសួរមើលថាមុនដំបូងយើងត្រូវធ្វើអីគេចឹងខ្ញុំសូមប្រើ command clear មួយមកដើម្បី clear screen ចឹងមុនដំបូងខ្ញុំវាយ command sudo apt update ដើម្បី update package របស់យើង password ខ្ញុំសូម clear screen ផ្សេងទៀតឲ្យវាស្រួលមើលបន្ទាប់មកខ្ញុំវាយ command HMI ដើម្បី show username នេះជាឈ្មោះ username របស់ខ្ញុំឈ្មោះ Thern Monley នេះបន្ទាប់មកខ្ញុំវាយ command ls ដើម្បី list មើលឲ្យ file ឬក៏ folder ហ្នឹង folder របស់ខ្ញុំមានអីគេខ្លះ ls-lx ក៏បានដែរនេះជា folder របស់ខ្ញុំវាអត់ទាន់មាន file នៅខាងក្រៅទេអញ្ចឹងខ្ញុំចូលទៅកាន់ folder មួយក៏បានឬក៏បង្កើត file ថ្មីក៏បានដែរអញ្ចឹងខ្ញុំសូមបង្កើត file ថ្មីហ្មងទៅខ្ញុំប្រើ command touch touch ឈ្មោះ file ខ្ញុំដាក់ថា su5.txt ប្រភេទជា file តិចបន្ទាប់មកខ្ញុំ ls dash ls ដើម្បីមើល file នេះខ្ញុំបានបង្កើត file នឹងបានហើយដើម្បីទៅសេតិចចូលយើងអាចប្រើ nano បានដែរអញ្ចឹងខ្ញុំអត់ទាន់បាន install វាទេអញ្ចឹងខ្ញុំប្រើ command nano ឈ្មោះ file បន្ទាប់មកខ្ញុំចុច Ctrl X យើងទៅសេនេះសិនសេតិចសិនចឹងខ្ញុំដាក់លេខ1ចុច so username តបមក2 list and take 3 line 3 create file and write many line អានេះគ្រាន់ជាតិចដែលខ្ញុំសរសេរទេបើអ្នកនរគ្នាមានហើយចង់ copy ក៏បានដែរmany line then take 3 line to show enter me no 4 install vim
remove vim mỗi create folder template create file trên em chơi Ctrl X đảm bảo tránhបន្ទាប់មកខ្ញុំចុចអក្សរ Y ដើម្បី save បន្ទាប់មកខាងក្រោមនេះវាជាឈ្មោះចេញខ្ញុំដាក់ឈ្មោះនឹងអត់ដែរចេញខ្ញុំចុច enter ដើម្បី save ចឹងខ្ញុំអាចប្រើ command cat ដើម្បីសូរតិចក្នុងហ្នឹង cat ឈ្មោះ file នេះជាតិចដែលខ្ញុំបានសរសេរបន្ទាប់មកខ្ញុំបង្កើតអានេះហើយជាខ្ញុំសូមបកទៅលើអានេះវិញទៅលើ command ទី2គឺខ្មែរមិនទី2ជាខ្ញុំប្រើ command ls dash lx ផាយសញ្ញាត្រង់មួយនេះឡើងទៅលើបន្ទាប់មកខ្ញុំចង់ take main line ជាខ្ញុំ take header take pillar យក3 line ជាខ្ញុំដាក់សញ្ញាដកលេខ3នេះវានឹង load មក3 1 2 3 នេះអានេះខ្ញុំបានសរសេររួចហើយនៅក្នុងនេះ create file and write many line នេះបន្ទាប់មកខ្ញុំសូរវានៅក្នុង terminal ហ្នឹងតែ3ចឹងខ្ញុំ clear screen មួយសិនខ្ញុំវាយ command ls dash lx ផាយបន្ទាប់មកខ្ញុំចង់សូរវាក្រោមជាខ្ញុំវាយ command thol ដក3នេះវានឹងសូរពីនេះមកវិញសូរតែ3ទេអានេះជា folder ដែលខ្ញុំបានបង្កើតនេះចឹងខ្ញុំចង់សូរវាថាក្នុងនេះវាមានអីគេខ្លះចឹងខ្ញុំវាយ command ls dash lx ផាយgrab grab នេះយើងចាប់យកហើយយើងស្មើយើង search nl ដក3ខុសហើយចឹងអានេះខ្ញុំប្រើខុសហើយចឹងខ្ញុំវាយ command ផ្សេងឡើងវិញ ls dash lx ដើម្បីឆែកលេខខ្ញុំដាក់ផាយnl លេខប្រហែល line ណាហើយខ្ញុំប្រើផាយបន្ទាប់មកខ្ញុំចង់ search ពីខាងលើheader វាបន្ទាប់មកខ្ញុំចង់បានខ្ញុំចង់បាន3ខ្ញុំដាក់លេខ3ចឹងនេះវាសូរពីខាងលើពី1ដល់3បើខ្ញុំចង់សូរពីក្រោមឡើងទៅវិញក៏បានដែរខ្ញុំវាយ command ls dash lx ផាយ nl បន្ទាប់មកថលដក3
anh ấy viên anh count pi home lang lơ mình rồi nhưng chọn bàn program của bạn đây nhưng chưa xem arrow khi lang tờ lỡ nhưng đặt lịch program chọn bàn hộp pi home lang tờ lỡ phèm trang viên count pi bầm 7 từ đó lịch buồn anh ấy chỉในข้างแขวดิfolder ซึ่งพอของมันนี่ขอจับข้างแขวดิដើម្បីจับยอดติดข้างขนมให้យើងพาของมันแค่จึงโซในมวยสันโซติดในขนม folder บนยมสันนี่อันนี้จิตติดนี่แจ้งដើម្បីយើងโซอันนี้ในขนมเนี่ยในขนมไฟล์เนี่ยก็ติดมวยเนี่ยแจ้งខ្ញុំត្រូវប្រើของมันแค่ដើម្បីចូលទៅកាន់វាខេតបន្តមកប្រើផាយNL ចាប់ពីលេខណាហើយចាប់ពីខាងណាទៅខាងលើឬខាងក្រោមអញ្ចឹងខ្ញុំចាប់ពីខាងលើ head 3ខ្ញុំចាប់ចំនួន3តួចាកន្លែងនេះដោយសារខ្ញុំវាយឲ្យអក្សរតូចអញ្ចឹងវាអត់ចេញកន្លែងនេះអញ្ចឹងត្រូវដាក់អក្សរតោះអក្សរធំតាមឈ្មោះ file របស់យើងបានវាចេញអញ្ចឹងខ្ញុំចង់ចាប់ពីក្រោមម្ដងខ្ញុំវាយ comment cat ដើម្បីចូលទៅកាន់ file មួយហ្នឹងឈ្មោះ file save ត្រូវហើយបើសិនជាវាមានអក្សរធំយើងវាយអក្សរធំ .txt បន្តមក page NL ចាប់ពី line លេខប៉ុន្មាន line អី page ខ្ញុំចាប់ពីក្រោមម្ដងខ្ញុំវាយ thought underscore អត់ underscore សញ្ញាដកខ្ញុំយក5វាក៏4ចុះខ្ញុំសូ4អញ្ចឹងនេះវាលោតខប់ពីក្រោមឡើងទៅលើវិញមកដល់លេខ4អញ្ចឹងខ្ញុំសុំថែម comment ខ្លះចុះខ្ញុំ install vim ខ្ញុំវាយ comment sudo apt updation ដើម្បី update package របស់យើង sudo apt upgrade ដើម្បី upgrade package របស់យើងទាំងអស់ចុចអក្សរ Y ដើម្បី upgrade Trên dùng clear skin mới quay comment clear ដើម្បីយើងឆៃថាចឹងអានេះខ្ញុំអត់ទាន់ install vim ទេចឹងខ្ញុំដើម្បីឆៃថាខ្ញុំមាន vim នៅខ្ញុំវាយ comment search apt search vim គឺ vim វាអត់ទាន់បាន install ទេ
nè đó nè đừng mờ bị khang lờ đi máu hồ mờ tới vì ở mình vì mình anh ấy vì mình đã plug in này chẳng đầm bay install vếm nhưng vậy command sudo apt install vim ok chẳng search xe thiết nhưng đã command apt search vim trên xung là họ mở vim Peloton vim này viên đừng mai vim skip take for nè màu tại vim chẳng đầm bay vì move vim nhưng họ command sudo remove vim sudo apt remove dương đã anh đỏ máy đầm bậy của mọi visual trên remove từ ở đạch một trên search xe tiết tại Việt Nam ở trên vím admin này về bàn lâu vậy trên nhung clear skin trang video nó nhung xong chọc phần này chỉ miễn sơ của trang video nó nhung nâng thừa video JMP direction trang một võ nhung xong so user bên nhung sẵn vậy của mình dù OMS tại user cho mỗi cái lọc bó nhưng ở đấy lì mở file vào nhom chẳng nhưng mà toàn file aupen đọc thể chẳng xong cái viết phở của mình khó thì ouch một file đọc thể chẳng ở đấy làm bậy số file bao nhóm nè nhưng bài bạc kè đây chẳng nhưng cat mờ ta nồng file lấy bên đây cái này để file nhóm admin AT chẳng nhóm xong link etc cho tất cả file aupm là thì này chẳng bạn copy về cho ấy tò mó dùng khét ta về mình cái này khét một file dot đây chỉ file là dùng bàn copy dầu về tranh về etc đó mới nhung chẳng đi về mà đòn tiệt at time bị đòn nhưng vậy của mình ở đấy etc nhà ngòm áo rồi nhà thông trên đồn bị đó hay nhung
វាយឈ្មោះ file ឲ្យវាទៅណាទៅ file AUPM បន្ទាប់មកខ្ញុំលីវាទៅម្ដងហើយចឹងខ្ញុំសុំលីម្ដងទៀតចឹងខ្ញុំគ្រាន់តែ arrow key មកបន្ទាប់មកខ្ញុំផា command cat ឈ្មោះ file ប្រភេទរបស់ file ចឹងនេះវាមានច្រើនមានតិចច្រើននៅក្នុង file នេះព្រោះខ្ញុំ copy វាចូល2ដងថែមជំរាបសួរលោកគ្រូចាស់វីដេអូនេះខ្ញុំនិយាយទៅលើ firewall របស់ Linux តើយើងត្រូវ recommend អីគេខ្លះដើម្បីសូវាបើកវា allow port វាចឹងមុនបងខ្ញុំសូ user របស់ខ្ញុំ recommend whomi នេះជា user របស់ខ្ញុំបន្ទាប់មកខ្ញុំចង់ search ថាខ្ញុំមាន URW នឹងដែរជាខ្ញុំវាយ comment app search URW ចឹងបើខ្ញុំបាន install ហើយវាមានស្រាប់ជាមួយនឹង OS បើអត់មានទេយើង install វាចឹងដើម្បី check មើល status វាយើងវាយ comment sudo URW status ដើម្បីសូវាតើវា active ឬក៏ inactive អានេះបើខ្ញុំ inactive ចឹងខ្ញុំត្រូវការបើកវាខ្ញុំវាយ comment sudo URW enable ចុចវាយ enter ចឹងវាដាក់ថា firewall is active and enable on system startup បន្ទាប់មកខ្ញុំសូ setter វាតើវា load active អត់ចឹងខ្ញុំវាយ comment sudo URW status ចឹងវាបាន active ហើយចឹងខ្ញុំចង់ allow port តើ allow port ណាខ្លះមើលលើអត់ឡើងចឹងសូនចឹងខ្ញុំ allow port វាport SH លេខ22 ATP HTTP port 80និង HTTPS port 443ចឹងខ្ញុំ allow port SH ខ្ញុំវាយ comment sudo URW allow 22 port 22ចឹងខ្ញុំសូ status ហើយ sudo URW status ចឹងវា load port 22មកវាមាន IPv6 និង IPv4 ចឹងខ្ញុំមក load port HTTPS មួយទៀតខ្ញុំវាយ comment sudo URW allow 443ចឹងសូ status sudo URW state នេះវានឹង load មកហើយមានទាំង V4 និង V6 បន្ទាប់មកខ្ញុំចង់បិទ port 443នេះជាខ្ញុំវាយ comment sudo URW deny 433ជាខ្ញុំសូ status វា URW
status ចឹង port 443វាបាន delay បានបិទហើយតបខ្ញុំចង់restart វាខ្ញុំប្រើ command sudo u aw reload enter ចឹង firewall ហ្នឹងបាន restart ហើយចឹងខ្ញុំចែក status សារថ្មីu aw status ខ្ញុំចង់ reset វាឬក៏ default system ចង់ឲ្យវាដូច system ដើមរបស់វាមកខ្ញុំវាយ command sudo u aw reset បានន័យថាយើង reset port ឬអីដែលយើង allow ឬក៏ deny ហ្នឹងមក default ដើមទាំងអស់ enter ចុចវាយចឹងវា reset អស់ហើយចឹងខ្ញុំវាយ command sudo u aw status ចឹងវានឹង inactive ចឹងខ្ញុំបើកមកវិញប្រើ sudo u aw enable វាយ enter sudo u aw state ចឹងវាបើកមកវិញហើយតែវាអត់ទៅយើងអត់ទៅបាន allow port ទេចឹងខ្ញុំ allow port ASX មកវិញដើម្បីងាយស្រួល remote ASX ចូលមកពេលក្រោយខ្ញុំបាយមិន sudo u aw allow 22 so status នេះខ្ញុំបាន allow ហើយចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងសម្រាប់ firewall សួស្តីអ្នកនរគ្នាចឹងវីដេអូហ្នឹងខ្ញុំនឹងនិយាយពីការ create ម៉ាស៊ីនទៅលើ AWS ចឹងខ្ញុំបើកទៅផ្ទាំង default សិនជាងមុនដំបូងបើយើងអត់មានណា EC2 នេះយើងចុចមកកន្លែងនេះ search EC2 នេះយើងចុចលើវាមកវាបង្ហាញកន្លែងនេះដើម្បីបង្កើតម៉ាស៊ីននៅលើ AWS អ្នកនរគ្នា select ឡើងនេះកន្លែងនេះដូរមកអូហើយនេះ US2 បន្ទាប់មកដែលអ្នកគ្នាចុចអាឡៃតែ3នេះបន្ទាប់មកយក instant LAN template ដើម្បីបង្កើតម៉ាស៊ីនថ្មីអញ្ចឹងអ្នកគ្នាចុច LAN template ហើយចុច create LAN template កន្លែងនេះជាឈ្មោះ server របស់យើងឈ្មោះដែលយើងនេះ template អញ្ចឹងខ្ញុំដាក់ឈ្មោះថា au5 underscore u បន្ទុះ server ហើយចំពោះកន្លែង
template ជប់សុំចាំតិចអាកន្លែងនេះយើងយកgroup បន្ទាប់មកខ្ញុំសុំមើលតិចសិននេះកន្លែងនេះយើងយក quick start កន្លែង application and OS image Amazon machine image ចឹងយើងអានេះជាឈ្មោះ server បន្ទាប់មកយើងហើ image បាននេះហើ OS បន្ទាប់មកកន្លែងនេះយើងយកធម្មតា default មកដល់កន្លែងខាងក្រោមនេះនេះកន្លែង instant Thai នេះតើគ្នាចុចលើហ្នឹងមកបន្ទាប់មកយកអានេះទូជាងគេ t2.nano select វាបន្ទាប់មក key pair យើងបង្កើត key pair យើងចុច create new key pair អញ្ចឹងខ្ញុំដាក់ឲ្យសួរចាំរបស់ខ្ញុំដាក់ AWS underscore remote to server អានេះជា key pair ខ្ញុំដាក់ចំណាំហើយអ្នកទាំងអស់គ្នាចុច create key pair អានេះវា download បានហើយអញ្ចឹងខ្ញុំ create template ចុច create template ហើយចុចទៅលើកន្លែងនេះវា success បន្ទាប់មកយើងចុចមកកន្លែង instant នេះជាម៉ាស៊ីនដែលយើងបានបង្កើតមិញអញ្ចឹងវាអត់តន្តនាការអញ្ចឹងយើងត្រូវឲ្យវា check ទៅលើ status check ពេលដែលវា check ហើយនេះវាពង initialize check ចឹងខ្ញុំចូលទៅធ្វើអានេះយើងសិននេះខ្ញុំត្រូវមាន git bash មួយមកកម្មវិធី git bash ឬក៏ app git bash git bash ចឹងខ្ញុំចូលទៅកែ mode file របស់ខ្ញុំដែលខ្ញុំបានតឡើងឬក៏ download ពី AWS មុនហ្នឹងចឹងចូលទៅ CD សុំទោស LS ដើម្បីឆែកមើល path របស់ខ្ញុំនៅកន្លែងណា folder របស់ខ្ញុំចឹងខ្ញុំមាន folder download នេះនៅក្នុង folder download ខ្ញុំ CD download ដើម្បីចូល folder download បន្ទាប់មកខ្ញុំសូវា ls នេះជានេះជា key pair ដែលខ្ញុំបានយកមកមិញបង្កើតមុនហ្នឹងចឹងខ្ញុំ change mode វាខ្ញុំវាយ comment ch mode បន្ទាប់មកឈ្មោះ file aws underscore remote underscore to server underscore server ចុច tab មកវានឹងឈប់ខ្ញុំផ្លេច change mode ទៅ mode 4 ទៅហើយឲ្យវាជា permission ទៅវិញចឹងខ្ញុំ change បានហើយបន្ទាប់ពី change បានហើយខ្ញុំមក check មើល
AWS ខ្ញុំវិញវា check status ពេញនៅជាងខ្ញុំចុច refresh មកនេះវាអត់តាន់ពេញទេចឹងខ្ញុំសុំ refresh វាទៀតសិនឥឡូវ status check នេះវាបាន check full ហើយចឹងខ្ញុំចូលមកពាក្យ connect នេះ connect ឡើងនេះបន្ទាប់មកខ្ញុំយក SSH client ហើយ example អានេះជា SSH ដើម្បីយើង remote ចូលទៅ AWS នេះយើងត្រូវចុច click នេះមួយមកដើម្បី copy អានេះដើម្បី remote ចូល server AWS យើងអញ្ចឹងខ្ញុំបើក git bash មក pass វាចូលបន្ទាប់មកខ្ញុំ enter ហើយខ្ញុំត្រូវផា comment yes ឬក៏ពាក្យ yes ហ្នឹងដើម្បីចូលទៅកាន់ server របស់ខ្ញុំហ្នឹងឥឡូវខ្ញុំចូលទៅកាន់ server របស់ខ្ញុំបានហើយអញ្ចឹងខ្ញុំសុំ clear screen មួយសិនរកមកខ្ញុំវាយ comment ហើយ who am I ដើម្បីសូឈ្មោះ user របស់ខ្ញុំតែឈរនៅលើ user អីគេនេះជា user ដែលខ្ញុំបានឈរទៅលើវា user YouTube ហើយអញ្ចឹងខ្ញុំប្រើ comment pwd បានន័យថា present working directory តែវាខ្ញុំឈរនៅកន្លែងណា user ហ្នឹងគឺនៅ home YouTube បន្ទាប់មកខ្ញុំវាយ comment sudo apt update ដើម្បី update package ចឹងចាំតិចសិនដោយសារវាពង update package បើអ៊ីនធឺណិតយើងលឿនអាហ្នឹងក៏វា install មកលឿនដែរហើយខ្ញុំសូម upgrade package ក៏ហើយខ្ញុំវាយ command sudo apt upgrade ដើម្បី upgrade package វាយ yes គឺក៏វាយបើយើងចង់ upgradeចឹងការ upgrade package របស់ខ្ញុំបានអស់ហើយចឹងខ្ញុំចុច Ctrl L ដើម្បី clear screen ហើយខ្ញុំទៅ install 3ខ្ញុំវាយ command sudo apt install 3ចឹងកម្ម app 3ឬក៏នេះហ្នឹងខ្ញុំបាន install ហើយខ្ញុំវាយ command បង្កើត folder គឺ mkdir គឺ making directory ហើយ folder មាន001 slash 002 slash 003 slash 004 005 slash 006 slash 007 slash 008 slash 004 slash 01 slash 0 ចឹងខ្ញុំ enter ដើម្បីបង្កើត directory មួយហ្នឹង
chỉ nhung vay comment 3 ok chứ nhung điประกาศ folder 3 hết chứ nhung đam bay ประกาศ file មួយ nhung và phở mình thoát đam bay ประกาศ file chứ file នេះខ្ញុំដាក់ថា aws.txt ចូលទៅក្នុងខ្ញុំប្រើនេះមុន00/1ចូល file aws ហ្នឹងចូលទៅក្នុង tree ជាខ្ញុំសូម tree មើលតែវាចូលអត់អូខេអញ្ចឹង file នេះវាបានចូលហើយចូលមកក្នុង tree 001 ចឹងបន្ទាប់មកដើម្បីកែតិចហ្នឹងចឹងខ្ញុំប្រើ comment nano ឈ្មោះ file aws.txt ចឹងខ្ញុំបានចូលហើយចឹងខ្ញុំដើម្បីទៅសេអក្សរយើងអាចទៅសេបានធម្មតាចឹងខ្ញុំសេអក្សរនៅក្នុងហ្នឹងចឹងខ្ញុំ copy យកតែម្ដងចឹងខ្ញុំ copy អានេះមកបន្ទាប់មកខ្ញុំផាសវាទៅក្នុង nano នេះបន្ទាប់មកខ្ញុំចុច Ctrl X ដើម្បីចាក់ចេញអានេះវាសួរថាឲ្យ save មើល file buffer ជាឈ្មោះយើងចង់ save អត់បើយើង save យើងចុច Y បន្ទាប់មកចុច C មកដើម្បីចេញ Ctrl C ចុច Ctrl X Y ហើយ Enter ចឹងខ្ញុំដើម្បីមើលតិចក្នុងហ្នឹងខ្ញុំប្រើ command cat ដើម្បីមើលឈ្មោះ file aws.txt នេះតិចនេះវាបានចូលហើយខ្ញុំបានទៅសេនៅក្នុង file aws នេះហើយបន្ទាប់មកខ្ញុំ copy តិចនឹងទៅឲ្យចូល001 002 ដល់ 010 ជាខ្ញុំ copy យកមកព្រោះច្រើនខ្ញុំបាក់ទៅសេជាខ្ញុំសូម copy ខ្ញុំចុច Ctrl C បន្ទាប់មកខ្ញុំមកស្ដាំផាសវាចូលខ្ញុំ Enter ចឹងខ្ញុំសូម scope សិនព្រោះវា error អូខេចឹងខ្ញុំសូមតម្លាក់វាចោលតិចបន្ទាប់មកខ្ញុំផាសអានេះចូលហ្មងទៅផាស script ថ្មីបន្ទាប់មកខ្ញុំ Enter នៅអត់ចូលនោះដែរអូខេចឹងកន្លែងនេះអានេះឡើយជា file ឈ្មោះ file របស់យើងទេ file ចឹងខ្ញុំសូម ls ឈ្មោះ file ខ្ញុំនេះ file aws.txt ទេយើងត្រូវជំនួសមកកន្លែងនេះដើម្បី copy វាចូលទៅកាន់ tree មួយនីមួយនៅក្នុងនេះមាន 01 02 001 002 003 004 005 ដល់ 010 ចឹងយើងត្រូវប្រើ command cp aws គឺជាឈ្មោះ file របស់យើងបន្ទាប់មកយើងវាយ command 001 បូក tree ទៅកាន់ folder tree ច
ចឹងខ្ញុំសុំទ្វីមើលចានេះវាចូលទៅទ្វី001ហើយចឹងខ្ញុំចង់នេះវាទាំងអស់ហ្មងហើយខ្ញុំសុំដាក់មកលើ skip មកសួរចឹងខ្ញុំបានដូរវាមកដាក់ឈ្មោះ file របស់ខ្ញុំអស់ហើយចឹងខ្ញុំ copy តាមនេះព្រោះ file ហើយ001ខ្ញុំដាក់ចូលហើយចឹងមកស្ដាមផាសវាហ្មងហើយ enter ឥឡូវខ្ញុំសុំនេះមួយដោយសារកន្លែងនេះវាអត់ចូលទៅលើហើយ001 004នេះកន្លែងនេះព្រោះវាខុសវាត្រូវមាន003មួយទៀតអញ្ចឹងខ្ញុំវាយ command cp ឈ្មោះ file aws.txt បន្តមក00/1 001/002/003/004ចឹងវាបានចូលហើយចឹងខ្ញុំទ្វីមកចឹងយើងនឹងឃើញ file នេះ file AWS ខ្ញុំហ្នឹងទាំងអស់ហ្នឹងវាចូលទៅក្នុង folder ទ្វីនីមួយៗដល់010ហើយមួយទៀតទៅលើការ zip file ចឹងខ្ញុំប្រើ comment ថា tar c .cvs .clear ឈ្មោះ folder ឬក៏ឈ្មោះ file ថាទៅកាន់ folder 3គឺ001យើងដាក់សញ្ញា backslash ពីក្រោយមក enter ចឹងវានឹង load file ចេះតែនៅក្នុងហ្នឹងមាន file អីគេខ្លះវារក check មើលដេញមកទាំងអស់វាមាន11នេះមានប៉ុណ្ណេះវាចាប់ file ហើយចឹងមួយទៀតទៅលើ comment ថា hvf hvf v11.12. ថាចឹងវានឹងសូជារបៀបបែបនេះមកយើងមើលខ្ញុំប្រើ comment ថា .c set f vf
sv 11 ឈ្មោះ phát dot 12 dot ថា dot chi sắt sv 11 chấm 12 dot ថាប្រភេទជាថា with that no set file or directory ជាមសុំឆែកមើលនេះសិន comment អូនេះកន្លែងនេះអក្សរ V តូចចឹងខ្ញុំកែដាក់ V ធំវិញបានវាចូលនេះវាបានចូលហើយចឹងខ្ញុំត្រីមើលមកនេះវានឹង load មកមាន file 10ជាថា sv 11.12 ថា .gz ហើយមួយទៀតយើង10 file ប្រភេទជាថាដែរយើងប្រើទេថាដក x ដក x vf ដក x សិត vf sv 11 ចុចក៏ដក 12 ដកថា .gz ជំទ្វីវាដូចជា file តែមួយទេបន្ទាប់មកខ្ញុំទី 8ខ្ញុំឲ្យនេះ 10 file sv 11.12 នឹងចូលទៅក្នុង folder 3.0.0.1 ជាងខ្ញុំវាយ comment 10 ដក rv ឈ្មោះ folder ឬក៏ file ហ្នឹង .12 10 ចូលទៅកាន់ folder 3.0.0.1 អា comment នេះយើងប្រើសម្រាប់ដាក់វាចូលទេចឹងខ្ញុំវាយ comment ls ដើម្បីមើលវានេះយើងបាន10វាហើយ sv 11ត្រូវយើង10ដើម្បី n10 វិញយើងប្រើ comment n10 មក n10 បន្ទាប់មកដក rv ហើយឈ្មោះ folder ដែលយើងចង់ n10 .n10 .10 យើងព្រោះយើងហែកចេញពី10ចឹងសុំ ls ដាក់ ls មើលមួយសិនតើវាមានបញ្ហាអីឬក៏មិនខ្ញុំអត់ស្គាល់ដែរទេជាងខ្ញុំសាក n10 សារថ្មី n10 ដកដាក់ lv n10 ឈ្មោះ folder .12
chàng làm bàn ship nhưng ở lại môi máu làm bài chạy một phá tao nó nhưng anh ship every đập mũi cho đập bí cho ship nhưng anh ship đọc always dash đi every đập mũi đọt đập bí đọt ship làm bài bạc pha ship ném tới cho nhung khi một bánh dạ phao mình đỏ ăn bánh cho nhung ở lại quay tới làm vậy mà vậy chúng ta xịt đấy chứ người anh ấy dân pha anh ship đậu ví AV mua phá AV đậm muối đã đập bế tổng hót vài son sang mốt muối bạn lại tầm bày anh ship tại đây sẽ chữa tới tiền nhưng sẽ check sẵn chẳng ở đây bị tới tế ok trang việc ổn ấy dân gì kia ông PK trang hostname là LAWA chân nhầm cho instant bài sân server và nhóm ấy nhầm cho connect check ASA một can ASA clear bắt đầu mó copy ATP nằm bay từ remote cho can server AWA và nhóm rồi mới nhầm cho kit đầm bay vừa cài một vía enter phải check nhầm bay thì một cho can server AWA nhau máy trên nhầm check control ở đầm bay clear screen trên tôi bảo nhầm so user nhầm xanh phao comment OM3 MI đam bay so user nhóm bắt đầu mó nhóm cho tất cả patient directory tới dương bung cho này nè tổ mó nhóm check hostname như vậy của mình hostname đam bay check mở hostname này này là host IP nè chân nhung làm bài trên hostname nhung permanent sudo hostname ctl set hostname đã tha thì mua vào nhóm server trên nhung cho tất cả hot này nhung performance sudo nè nó bên ở trong etc host ok trên dân cho đọc nó nghe dân cái này này muối thèm
IP ចុច 0.1.1 ហើយឈ្មោះ hostname Ctrl X ដើម្បី save ចុច Y Enter ហើយខ្ញុំប្រើ command reboot sudo reboot ដើម្បី restart វាអូខេចេញខ្ញុំវាយ command OMI ដើម្បី show user នេះជា user ហើយខ្ញុំឆែកវាតើវាឈរនៅកាន់ directory មួយណានេះតើមកឆែក hostname នេះជា hostnameសួស្តីអ្នកនរគ្នាចឹងវីដេអូនេះខ្ញុំនិយាយទៅលើការប្រើ ATP ឬក៏ install ATP នៅលើ server AWS ចឹងមុនដំបូងអ្នកនរគ្នាចូលមកកាន់កន្លែងបង្កើត instance AWS យើងបន្ទាប់មកចូល security group បន្ទាប់មក create security group មួយអានេះជាឈ្មោះ security group ចឹងខ្ញុំដាក់ FTP server AWS អានេះ description ខ្ញុំដាក់ថា learning ឬក៏ AWS ក៏បានដែរ FTP server AWS បន្ទាប់មកខ្ញុំទៅ inbound វាឲ្យចុចមក add route យក RTCP បន្ទាប់មកកន្លែងនេះខ្ញុំយក anywhere description learning ហើយបន្ទាប់មកខ្ញុំ create security group ខ្ញុំចុចលើនេះមកដោយសារវាបង្កើតបានហើយ security group ហ្នឹងបន្ទាប់មកខ្ញុំចូលមក instance create ម៉ាស៊ីនមួយចូល launch instance ឈ្មោះម៉ាស៊ីនខ្ញុំដាក់ថា ATP server AWS បន្ទាប់មក OS ខ្ញុំយក Ubuntu បន្ទាប់មក instance type ខ្ញុំយកពី TP.nano តមក KPI ខ្ញុំយកក៏ដែរខ្ញុំធ្លាប់បានបង្កើតដែរខ្ញុំបង្កើតថ្មីស្រួលខ្ញុំដាក់
FTP server AWS បន្ទាប់មកខ្ញុំ create key pair ហើយកន្លែងនេះយើងហៅ security group នេះបន្ទាប់មកខ្ញុំហៅអានេះ security group ដែលខ្ញុំបានបង្កើតបន្ទាប់មកកន្លែង config storage ខ្ញុំយកសូមដាក់ 20G ហើយនឹងអស់ហើយយើងចុចលើ launch instant ដើម្បីបង្កើតសិនហ្នឹងចានេះវាបង្កើតបានហើយអញ្ចឹងយើងចូលទៅកាន់សិនហ្នឹងនេះវា running ឲ្យវាពង check status ចឹងខ្ញុំ refresh វាពង check តែ check អត់ទាន់ហើយទេយើងចាំវាបន្តិចសិនទៅដោយសារវា check in view ដែរហើយពេលខ្លះសេទៅលើអ៊ីនធឺណិតយើងទៀតអូខេអញ្ចឹង status check នេះវាបាន full ហើយអញ្ចឹងខ្ញុំចូលមក git បន្ទាប់មកខ្ញុំចូលទៅកែ key pair ដែលយើងបាន download មុនហ្នឹងចឹងខ្ញុំចូលទៅ CD ចូលទៅ folder download ជាងសូវា leave វាមកនេះជា file ដែលខ្ញុំបាន download មុនហ្នឹង keep here បន្ទាប់មកខ្ញុំ change mode វាទៅមក 400 អូខេអញ្ចឹងខ្ញុំបាន change mode វាហើយអញ្ចឹងខ្ញុំចុចលើ connect វា connect នេះបន្ទាប់មកនេះ copy example នេះមកនេះដើម្បីមកចូលទៅកាន់ server AWS របស់យើង path វាយ comment ចេះដើម្បីលុបចូលទៅកាន់ server ចឹងខ្ញុំបាន remote ចូលទៅកាន់ AWS របស់ខ្ញុំហើយចឹងបន្ទាប់មកខ្ញុំនឹង comment sudo apt update ដើម្បី update package របស់យើងនៅលើ Linux បន្ទាប់មក update ផងនិង upgrade ផងចឹងខ្ញុំ comment sudo apt update ដើម្បី update package របស់យើងពេលនៅពេល update ចប់វានឹងត្រូវមាន file មួយចំនួនត្រូវ upgrade ចឹងយើងនឹង upgrade វាឲ្យហើយចឹងវាបាន update ហើយចឹងវាប្រាប់ថា 40 package can be upgraded running event ចឹងខ្ញុំ upgrade វាហើយខ្ញុំ comment sudo apt upgrade ដើម្បី upgrade package របស់យើងកន្លែងនេះវាសួរយើងចង់ upgrade package នឹងអត់ចឹងយើងចុច Y ក៏ Yes ដើម្បី upgrade វា
trên cả cái package một dạng chất cho vậy trên cả cái package một dạng ban cho máy ok dân này hãy dân từ install ATP server trên nhầm vay comment sudo apt install vsatp đi có enter đâm install với chụp váy trên nhân xung clear skin mỗi check control soal bắt đầu mốt dân cho từ ECT cứ đầm bay cái configuration bỏ về cái configuration file rồi bỏ ATP server trên cd slash etc bắt đầu mốt nhung LA dash LA cái web VFATP cứ file bởi ATP server trang nhung automatic này cái web thế trang performance grep install về mùi xanh ok cho nhung performance grep nhung rồi ở lại grep ATP này file này trên nhung copy về môi tốt nhung performance sudo cp về một file bắt đầu mó một file là một tiết đặt bảy app cứ nhung đã mua về cho em cứ pha đây nhung ban bảy app enter nhung cái phép kẹp về thì chắc nhung ban copy về màu này đậm bay cho tất cả configuration chương phá comment rồi sudo nano chúng phá đây dạng trang cái bắt đầu mỗi dạng tất cả nơi cần lại lục kho enable cứ vô dài thôi mà đá array enable vô dài chuyên dùng array thì mở nè cái này đi dùng enable về muối như vậy bắt đầu motor hoặc là ch effort local user cài về vô chạy đấy
នេះកន្លែងនេះយើងបើកវាមួយទៀតបន្ទាប់មកយើង add command line មួយនៅខមហ្នឹងអូខេអញ្ចឹងយើងត្រូវ add command line មួយមកគឺយើង allow variable ch root ស្មើនឹង yes allow ហើយ variable ch root ស្មើ yesអូខេកន្លែងនេះយើងបាន add ហើយបន្ទាប់មកយើងទៅថែម passive របស់វានៅខាងក្រោមប្រអស់នៃ line គឺ passive enable យើងទៅបើកវាស្មើ yes passive tom pot របស់ pot ស្មើ5000សុំទោសកន្លែងនេះវាតូចបំផុតចាខាងក្រោមនេះ passive ដែលធំផុតរបស់ pot ស្មើនឹង51000បន្ទាប់មកយើង control x ចុច yes ហើយ enter ដើម្បី save ចឹងបន្ទាប់ពេលដែលយើងកែ configuration ហើយយើងត្រូវ start switch វាមួយយើងផា command sudo system ctl restart គឺយើងប្រើដើម្បី start switch វា restart vff pp លុប switch ចេញ enter បន្ទាប់មកខ្ញុំទៅឆែក status វាគឺដោយប្រើ command sudo system ctl status vftpd ចឹងនេះវាបាន running ហើយអូខេចឹងការធ្វើកែ configuration ចំពោះ ITP server គឺបានដែរតែវាអត់ទាន់បានដែរនេះទេយើងត្រូវការមានកម្មវិធីជំនួយមួយគឺ Fazilla នេះយើងចុចមកចុចទៅលើ file new site ចឹងយើងបង្កើត site ថ្មីមួយខ្ញុំដាក់ថា ITP server AWS ហើយបន្ទាប់មកកន្លែង protocol នេះខ្ញុំយក FTP គឺ SX File Transfer Protocol បន្ទាប់មក host នេះគឺជា IP public នៅលើ AWS យើងចូលមក EC2 instant connection អ្នក copy public IP មកដាក់នៅកន្លែងនេះ
ต่อมาลอกออนท้ายยังโยคีฟ้าhay cái này nếu hiện vô khi phe đây dân ban download mình nắng nè và top cái này nếu chỉ user nên là YouTube bao giờ mình nè LAWA trắng dùng bay comment hù em ấy đam bay chạy user này chỉ user chân dùng bay video nó cái này nếu rồi mới nhung chụp ok cho nhung cái này kêu chụp màu là đấy phá nhiều sai này chứ hai nhung chụp cái này nhung chụp tới over tới đi sau ok chẳng nhung mang cái này cho nhung và cái folder muối nhưng cái directory cái đó mới như lại thà dấu file bắt đầu nhóm nhưng một cái nhiều file mùi chúng ta dấu file dot thì cho em cho màu AWA nhóm ly mở nhưng vậy mình ở lại anh này về chờ nữa cho em cho từ ở lại thùng đấy ở lại về job này không etc cho em tranh sẵn chẳng mình về khơi chờ nhưng CD cho tất cả nhưng lịch file về máu này chép folder muối tại nhóm ban backup hay ní chép file đây nhóm ban backup một lần tranh nhóm xong copy file là mùi được tranh pin sân bao nhóm tranh copy cho máu tranh mù cho đi mùi tiền á việc pi cho em lấy video mở sạc mày này về mình đặt folder cho em CD từ folder nắng CD u file dùng ở lại này chỉ file lại dùng bàn copy một lần chẳng bài này tha ATP server dẫn nắng về copy máu cứ mình pha trắng hay ai mù pha từ bàn cục lại chẳng bài này tha ATP dẫn sạch dài ai copy pha nè mùi nghe sộp hờ chẳng nhung xong ở con for with all nắng miền tây phần năng